ម៉ែបងប្អូនជាទីគោរពរាប់អាននៅថ្ងៃនេះខ្ញុំបន្តលើកយកនៅបទវិភាគថ្មីមួយជម្រាបជូនលោកអ្នកបាទដែលតាក់ទងទៅនឹងប្រធានបទថ្មីដែលលើកឡើងថាតើនៅថ្ងៃអនាគតកម្ពុជានិងថៃអាចនឹងផ្ទុះសង្គ្រាមជាមួយគ្នាដែរឬយ៉ាងណាបាទដោយសារតែប្រធានបទនៅក្នុងប្រទេសមានពុកម៉ែបងប្អូនយើងជាច្រើនលោកបានសំណូមពរដោយសរសេរនៅខាងក្រោមវីដេអូរបស់ខ្ញុំជាច្រើនឲ្យលើកឡើងអំពីប្រភពសង្គ្រាមនៅក្នុងប្រទេសឲ្យលើកឡើងអំពីចំនួននៅក្នុងប្រទេសកម្ពុជាតាក់ទងទៅនឹងដានប្រវត្តិសាស្ត្រនានាដែលកម្ពុជាធ្លាប់ឆ្លងកាត់នៅរបបសង្គ្រាមពីអតីតកាលជាមួយបណ្ដាប្រទេសនានាដែលជាប់របងកម្ពុជាបាទដូច្នេះថ្ងៃនេះខ្ញុំលើកយកនៅប្រធានបទសម្រាប់កម្ពុជាយើងសម្រាប់ខ្មែរយើងដែលតាក់ទងទៅនឹងប្រធានបទថាតើនាថ្ងៃអនាគតកម្ពុជានិងថៃអាចនឹងផ្ទុះសង្គ្រាមជាមួយគ្នាដែរឬយ៉ាងណាបាទដូច្នេះនៅក្នុងអត្ថបទនេះសូមអញ្ជើញពុកម៉ែបងប្អូនចូលរួមបញ្ចេញទស្សនៈមតិទាំងអស់គ្នាថាតើនៅថ្ងៃអនាគតកម្ពុជានិងថៃអាចនឹងផ្ទុះសង្គ្រាមឬយ៉ាងណាបាទដូច្នេះសូមតាមដាននៅបទវិភាគបាទដែលជាការស្រាវជ្រាវគួបផ្សំនឹងទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំដូចតទៅជាការពិតណាស់បើយើងរំលឹកពីដានប្រវត្តិសាស្ត្រចាស់ពីអតីតកាលចំនួនរវាងខ្មែរថៃនៅតែដក់ជាប់ក្នុងក្រអៅបេះដូងខ្មែរយើងជានិច្ចជាក់ស្ដែងបើយើងពិនិត្យទៅលើបន្ទាត់ព្រំដែននាពេលបច្ចុប្បន្នដែលខណ្ឌចែកកម្ពុជានិងថៃគឺជាមរតកដែលបន្សល់ទុកតាំងពីសម័យអាណានិគមបារាំងមកម្លេះក៏ប៉ុន្តែចំនួនដែនដីរវាងប្រទេសទាំងពីរដែលបន្តមកទល់នឹងសពថ្ងៃជាអធិការយូរលង់ដែលបានចាក់ឫសតាំងពីសម័យមុនបារាំងកាន់កាប់កម្ពុជាទៅទៀតជនជាតិសៀមដែលចុះមកពីប៉ែកខាងត្បូងនៃប្រទេសចិនបានមករស់នៅលើដែនដីនៃអាណាចក្រខ្មែរម្ដុំប៉ែកខាងជើងនៃជួរភ្នំដងរែកនៅចុងសតវត្សទី9បន្តិចម្ដងពូជសាសន៍មួយនេះដែលបានបង្កើតរាជាណាចក្រមួយឡើងចូលប្លន់អង្គរម្ដងជាពីរដងវាយកទឹកដីខ្មែរនៅតាមបណ្ដាខេត្តនានាជាច្រើនកុំតែបានបារាំងដែលបានដាក់រាជាណាចក្រខ្មែរក្រោមជាអាណាព្យាបាលរបស់ខ្លួននៅឆ្នាំ1863ម្លេះសំបណ្ដាខេត្តខ្មែរមួយចំនួនដូចជាសៀមរាបបាត់ដំបងជាដើមច្បាស់ជាត្រូវបន្តស្ថិតនៅក្រោមការកាន់កាប់របស់សៀមតរហូតមកដល់សពថ្ងៃមិនខានបារាំងបានប្រើពេលជាង40ឆ្នាំដើម្បីចរចាជាមួយសៀមគៀបសង្កត់សៀមនិងយកពីសៀមមកវិញនៅទឹកដីខ្មែរមួយចំនួនឧទាហរណ៍ជាក់ស្ដែងតាមរយៈសន្ធិសញ្ញាឆ្នាំ1893សៀមបានប្រគល់ខេត្តស្ទឹងត្រែងហើយក្រោយមកទៀតផ្អែកទៅលើអនុសញ្ញាឆ្នាំ1904ខេត្តមលូព្រៃនិងទន្លេពៅមកឲ្យអាជ្ញាធរបារាំងដែលជាអ្នកត្រួតត្រាព្រះរាជាណាចក្រកម្ពុជាខ្មែរមិនតែប៉ុណ្ណោះតាមរយៈអនុសញ្ញាឆ្នាំ1904បារាំងនិងសៀមថែមទាំងបានគ្រោងថានឹងគូសឲ្យបានច្បាស់លាស់ជាស្ថាពរនៅបន្ទាត់ព្រំដែនរវាងកម្ពុជានិងសៀម3ឆ្នាំក្រោយមកទៀតសន្ធិសញ្ញាឆ្នាំ1907បានតម្រូវឲ្យសៀមប្រគល់មកវិញនៅដែនដីខេត្តបាត់ដំបងខេត្តសៀមរាបនិងសេរីសោភ័ណ្ឌជាថ្នូរមកវិញបារាំងប្រគល់ទៅឲ្យសៀមនៅដែនដីដែលកងទ័ពជើងទឹកបារាំងវាយកនៅខែកក្កដាឆ្នាំ1893គួររំលឹកថានៅឆ្នាំ1907ដល់ឆ្នាំ1909ភាគីបារាំងនិងភាគីសៀមបានគូបន្ទាត់ព្រំដែនមួយឡើងហើយពីឆ្នាំ1918ដល់ឆ្នាំ1919បង្គោលជាច្រើនរាប់សិបដើមថែមទាំងត្រូវបានដាំនៅលើព្រំដែនប្រវែង800គីឡូម៉ែត្រដែលខណ្ឌចែកទឹកដីខ្មែរនិងទឹកដីសៀមយ៉ាងណាមិញនៅក្នុងអតីតកាលក៏ដូចជាពេលបច្ចុប្បន្នរាជបល្ល័ង្កកងទ័ពនិងអ្នកនយោបាយសៀមមិនដែលពេញចិត្តនឹងបន្ទាត់ព្រំដែននោះទេហើយនៅតែមិនអស់អាល័យនឹងបណ្ដាខេត្តខ្មែរដែលខ្លួនធ្លាប់បានកាន់កាប់ជាពិសេសទឹកដីអង្គរដែលសម្បូរទៅដោយប្រាង្គប្រាសាទម្ល៉េះហើយឲ្យតែមានឱកាសសៀមដែលដូរឈ្មោះជាថៃនៅឆ្នាំ1939តែងតែរករឿងសើរើឡើងវិញជានិច្ចលើសន្ធិសញ្ញាព្រំដែនដែលសេសសល់ពីអតីតកាលនៅក្នុងន័យនេះ
នៅឆ្នាំ1940ក្នុងសម័យសង្គ្រាមលោកលើកទី2ថៃដែលចូលដៃជាមួយជប៉ុនបានឆក់យកខេត្តបាត់ដំបងនិងសៀមរាបទៅវិញគេត្រូវរងចាំរហូតដល់ចប់សង្គ្រាមលោកលើកទី2គឺនៅពេលដែលបារាំងមានឥទ្ធិពលឡើងវិញនៅឥណ្ឌូចិនទើបឃើញថៃដែលត្រូវបានសហគមន៍អន្តរជាតិគៀបសង្កត់យល់ព្រមប្រគល់ខេត្តបាត់ដំបងនិងសៀមរាបមកឲ្យកម្ពុជាយើងវិញក្រោយមកទៀតនៅឆ្នាំ1953គ្រាន់តែកម្ពុជាទទួលបានឯករាជ្យពីបារាំងភ្លាមថៃបានមករករឿងផ្លេតជាថ្មីម្ដងទៀតដោយបានបញ្ជូនទ័ពមកកាន់កាប់ប្រាសាទព្រះវិហារសម្ដេចឪនរោត្តមសីហនុបានចំណាយពេល9ឆ្នាំមុននឹងទាមទារប្រាសាទព្រះវិហារបានមកវិញនៅខែកក្កដាឆ្នាំ1962ក្រោយពីតុលាការក្រុងឡាអេបានចេញសារក្រមមួយទទួលស្គាល់ថាប្រាសាទនេះជាកម្មសិទ្ធិរបស់ខ្មែរស្ថិតនៅលើទឹកដីខ្មែរនិងតម្រូវឲ្យថៃដកទ័ពចេញពីទីនោះរហូតមកទល់មុនឆ្នាំ2008យើងនឹកស្មានថាទីក្រុងបាងកកសុខចិត្តទទួលស្គាល់នៅបន្ទាត់ព្រំដែនរវាងកម្ពុជានិងថៃដោយសារតែកាលពីឆ្នាំ2000ថៃនិងកម្ពុជាបានចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាមួយច្បាប់ដើម្បីគ្រងដាំបង្គោលលើព្រំដែននៃប្រទេសទាំងពីរដោយយកសន្ធិសញ្ញានិងអនុសញ្ញាដែលមានសេសសល់ពីអតីតកាលមកធ្វើជាមូលដ្ឋានរបស់ខ្លួនតាមការពិតថៃមិនបានដូរគំនិតនោះទេនៅតែចិញ្ចឹមមហិច្ឆតាចង់បានទឹកដីខ្មែរដដែលនៅថ្ងៃទី14ខែកក្កដាឆ្នាំ2008កងទ័ពថៃបានចូលកាន់កាប់តំបន់ក្បែរប្រាសាទព្រះវិហារគឺតែមួយសប្តាហ៍ប៉ុណ្ណោះក្រោយពីអង្គការ UNESCO បានចុះប្រាសាទនេះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិតាំងពីពេលនោះមកភាពតានតឹងបានកើតឡើងកងទ័ពថៃនិងកងកម្លាំងកម្ពុជាតែងតែប៉ះទង្គិចគ្នាម្ដងហើយម្ដងទៀតរហូតកងទ័ពថៃបានចូលរាលដាលដល់ទិសប្រាសាទតាមាន់និងប្រាសាទតាក្របីនៅឆ្នាំ2011ការមើលមុខគ្នាមិនចំបែបនេះរវាងថៃនិងកម្ពុជាប្រព្រឹត្តទៅជួនចំពេលដែលប្រទេសថៃក៏កំពុងតែប្រទះនឹងវិបត្តិផ្ទៃក្នុងមួយដ៏ធ្ងន់ធ្ងរមិនថារាជបល្ល័ង្កមិនថាថ្នាក់ដឹកនាំនិងកងទ័ពថៃអាចនឹងចង់យកលេសបំផុសបំផុលនៅចលនាជាតិនិយមដើម្បីផ្សះផ្សាប្រជាជាតិដែលកំពុងតែបែកបាក់នៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2013តាមរយៈបណ្ដឹងរបស់កម្ពុជាតុលាការក្រុងឡាអេហៅកាត់ថា ICJ បានប្រកាសសម្រេចជាឯកច្ឆន្ទថាសាលក្រមឆ្នាំ1962 ICJ បានប្រគល់ប្រាសាទព្រះវិហារនិងតំបន់ដែលនៅជុំវិញប្រាសាទទាំងអស់គឺស្ថិតនៅក្នុងទឹកដីរបស់កម្ពុជាហើយតម្រូវឲ្យថៃមានកាតព្វកិច្ចដកទ័ពដកប៉ូលីសដកឆ្មាំថៃដែលឈរជើងនៅក្នុងតំបន់នោះចេញទាំងអស់បរាជ័យនេះបានធ្វើឲ្យថៃបាក់អំនួតទទួលនៅភាពអាម៉ាស់ចិញ្ចឹមចិត្តគុំគួនជាមួយកម្ពុជារងចាំតែពេលឱកាសមកដល់និងដណ្ដើមយកទឹកដីព្រះវិហារទៅកាន់កាប់វិញលើសពីនេះបញ្ហាព្រះវិហារបានតាមលងប្រជាជននិងថ្នាក់ដឹកនាំមេដឹកនាំថៃអស់រយៈពេលជាច្រើនឆ្នាំមកហើយព្រះវិហារគឺជានិមិត្តរូបនៃភាពអាម៉ាស់របស់ថៃក៏ថាបានដែលថៃតែងតែចាត់ទុកខ្លួនឯងថាជាប្រទេសខ្លាំងក្លាក៏ប៉ុន្តែបែរជាត្រូវចាញ់ក្តីជាមួយកម្ពុជាដែលថៃតែងតែចាត់ទុកថាជាប្រទេសតូចតាចនិងមានសេដ្ឋកិច្ចទន់ខ្សោយទៅវិញហេតុផលដ៏សំខាន់មួយទៀតដែលកម្ពុជាស្វិតស្វាញការពារទឹកដីនៅទិសប្រាសាទព្រះវិហារទិសប្រាសាទតាមាន់ទិសប្រាសាទតាក្របីជាដើមពីព្រោះរាល់ឯកសារច្បាប់អន្តរជាតិទាំងអស់សុទ្ធតែបញ្ជាក់ច្បាស់ថាទឹកដីនេះជាដីរបស់កម្ពុជា 100% ចំណែកឯថៃវិញមានត្រឹមតែផែនទីដែលថៃគូសជាឯកតោភាគីប៉ុណ្ណោះក្រៅពីចំនួនព្រំដែនដីគោកក៏មានចំនួនព្រំដែនសមុទ្រដែលប្រទេសថៃនិងកម្ពុជាមិនទាន់ដោះស្រាយរួចរាល់នៅឡើយនៅឆ្នាំ1972តាមរយៈក្រិតមួយរបបសាធារណរដ្ឋខ្មែររបស់លន់ នល់បានគូសបន្ទាត់ព្រំដែនសមុទ្ររបស់កម្ពុជា
ដោយសំអាងទៅលើសន្ធិសញ្ញាឆ្នាំ1907ក៏ប៉ុន្តែថៃមិនព្រមទទួលស្គាល់ហើយបានគូបន្ទាត់ព្រំដែនសមុទ្ររបស់ប្រទេសគេមួយដែរដោយបានខិតចូលមកហួសក្នុងផ្ទៃសមុទ្ររបស់កម្ពុជាដូច្នេះហើយទើបបានជាមានបន្ទាត់ព្រំដែនសមុទ្រ2មកទល់នឹងសពថ្ងៃជាតំបន់ត្រួតស៊ីគ្នានៅលើព្រំដែនសមុទ្ររវាងកម្ពុជានិងថៃបាតសមុទ្រនៃតំបន់ត្រួតគ្នានេះដែលច្បាប់អន្តរជាតិហៅថាតំបន់វិវាទដែលតំបន់នេះគឺអាចមានផ្ទុករ៉ែធម្មជាតិដូចជាប្រេងជាដើមនៅក្នុងរយៈពេលរាប់រយឆ្នាំមកហើយដែលកម្ពុជាប្រឈមមុខនឹងប្រទេសជិតខាងដែលតែងតែច្បិចយកទឹកដីកម្ពុជាបន្តិចម្ដងដែលធ្វើឲ្យទឹកដីកម្ពុជារួមកាន់តែតូចទៅកត្តាទាំងនោះដែលធ្វើឲ្យប្រជាជនកម្ពុជាយើងតែងតែចិញ្ចឹមចិត្តតែងតែចិញ្ចឹមគំនិតសង្ស័យថាប្រទេសជិតខាងមានមហិច្ឆតាច្បិចយកទឹកដីកម្ពុជារហូតចង់លេបទឹកដីកម្ពុជាទាំងមូលនៅថ្ងៃណាមួយហេតុដូច្នេះហើយបានជាបញ្ហាព្រំដែនគឺជាបញ្ហារសើបបំផុតសម្រាប់ប្រជាជនកម្ពុជានៅពេលណាដែលមានចំនួនទឹកដីជាមួយប្រទេសជិតខាងប្រជាជនកម្ពុជាតែងតែប្រឆាំងដាច់ខាតមិនចង់ឲ្យមានការបាត់បង់ទឹកដីសូម្បីតែមួយចំអាមនោះទេវាពិតណាស់ថាចំនួនព្រំដែនកម្ពុជាថៃកាលពីឆ្នាំ2008ដល់ឆ្នាំ2011ថៃបានយកចំនួនព្រំដែនទៅបម្រើផលប្រយោជន៍នយោបាយផ្ទៃក្នុងអំឡុងពេលដែលប្រទេសថៃកំពុងជួបប្រទះនៅវិបត្តិនយោបាយធ្ងន់ធ្ងរត្រង់នៃនេះយើងងាកមកកម្ពុជាយើងវិញចំនួនព្រំដែនបញ្ហាបន្ទាត់ព្រំដែនក៏ត្រូវបានក្រុមអ្នកនយោបាយដែលមាននិន្នាការប្រឆាំងជ្រុលនិយមទៅនឹងរាជរដ្ឋាភិបាលកម្ពុជាក៏បានយកគំរូទៅតាមក្រុមអ្នកនយោបាយជ្រុលនិយមរបស់ថៃដូចគ្នាផងដែរបើទោះបីណាជាប្រមុខរាជរដ្ឋាភិបាលក្នុងសម័យសម្ដេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីនិងបន្តសម្ដេចបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីបានបញ្ជាក់ច្បាស់លាស់យ៉ាងណាក៏ដោយនៅផែនទីប្រទេសកម្ពុជាក៏ក្រុមប្រឆាំងជ្រុលនិយមនៅតែបន្តយកបញ្ហាព្រំដែនធ្វើជាប្រធានបទទាញយកប្រជាប្រិយដោយគ្មានក្តីអៀនខ្មាស់សូម្បីតែបន្តិចលើសពីនេះបញ្ហាចំនួនព្រំដែននេះក្រុមប្រឆាំងជ្រុលនិយមតែងតែរុញស្ថានភាពរបស់ប្រទេសជាតិឲ្យធ្លាក់ចូលទៅក្នុងភាពវឹកវរបង្កអស្ថិរភាពបង្កអរិភាពនិងបង្កើតទំនាស់បែកបាក់ដល់ប្រជាជនកម្ពុជាតាមរយៈពាក្យចោទរាប់សិបឆ្នាំថាបាត់ដីថាកិច្ចព្រមព្រៀង CLV DTA ជាកិច្ចព្រមព្រៀងកាត់ដីឲ្យវៀតណាមជាដើមតែធៀបពិត CLV DTA គឺគ្រាន់តែជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងខេត្តចំនួន13នៃប្រទេសកម្ពុជាឡាវនិងវៀតណាមដែលផ្ដោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគទេសចរហេដ្ឋារចនាសម្ព័ន្ធនិងធម្មពលរួមបញ្ចូលទាំងកិច្ចសហប្រតិបត្តិការផ្នែកសង្គមគិច្ចការពារនិងអភិរក្សបរិស្ថាននិងវប្បធម៌សុខាភិបាលការបណ្ដុះបណ្ដាលធនធានមនុស្សការធានាសុវត្ថិភាពសន្តិសុខនិងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែននិងការរក្សាតុល្យភាពរវាងការអភិវឌ្ឍនិងការអភិរក្សបរិស្ថានតែប៉ុណ្ណោះហើយតាមរយៈ CLV DTA នេះកម្ពុជាទទួលបានជំនួយពីបណ្ដារដ្ឋភាគីដើម្បីអភិវឌ្ឍខេត្តទាំង4គឺខេត្តរតនគិរីស្ទឹងត្រែងមណ្ឌលគិរីនិងក្រចេះក៏ប៉ុន្តែកិច្ចព្រមព្រៀងនេះក្បាលម៉ាស៊ីនក្រុមប្រឆាំងជ្រុលនិយមបែរជាបំផុសចលនាប្រជាជនឲ្យបះបោរឲ្យក្រោកបាតកម្មឲ្យក្រោកធ្វើកុបកម្មឲ្យប្រជាជនកម្លាំងប្រដាប់អាវុធក្រោកធ្វើរដ្ឋប្រហារដើម្បីបំផ្លាញស្ថិរភាពនិងសន្តិភាពជាតិទៅវិញពួកគេតែងតែចង់រុញស្ថានភាពឲ្យខ្លោចពួកគេតែងតែចង់ដុតផ្ទះខ្លួនឯងដើម្បីចំអិនពងមាន់ឲ្យអ្នកដទៃបើទោះបីណាជាខ្លួនទទួលបានត្រឹមតែសម្បកក៏សុខចិត្តបើទោះបីណាជាជាតិខ្មែរត្រូវផ្ទុះសង្គ្រាមជាមួយប្រទេសដទៃបើទោះបីណាជាជាតិខ្មែរត្រូវអន្តរាយក៏ពួកគេហ៊ានធ្វើទាំងអស់ដើម្បីសម្រេចមហិច្ឆតាដ៏ខ្មៅងងឹតរបស់ខ្លួនហេតុដូច្នេះហើយបានជាខ្ញុំលើកឡើងនៅប្រធានបទថាតើនៅថ្ងៃអនាគតកម្ពុជានិងថៃអាចនឹងផ្ទុះសង្គ្រាមជាមួយគ្នាដែរឬទេចម្លើយគឺមានពីរគឺអាចផ្ទុះសង្គ្រាមនិងមិនអាចផ្ទុះសង្គ្រាមតើបើអាចផ្ទុះសង្គ្រាមគឺត្រង់នៃដូចម្ដេច
ពិតណាស់សង្គ្រាមកម្ពុជាថៃអាចនឹងផ្ទុះឡើងប្រសិនបើនយោបាយផ្ទៃក្នុងថៃប្រែប្រួលផ្លាស់ប្ដូរមេដឹកនាំឬទប់ស្ថានភាពចំនួនផ្ទៃក្នុងមិនជាប់វាក៏អាចឈានទៅរកមាត់ជ្រោះនៃចំនួនជាថ្មីដែលបង្កជាសង្គ្រាមឡើងវិញក៏ថាបានមួយវិញទៀតការផ្លាស់ប្ដូរមេដឹកនាំប្រសិនបើនាយករដ្ឋមន្ត្រីប្រសិនបើមន្ត្រីកម្ពុជាទាំងក្នុងបកប្រឆាំងក្តីពិតជានៅតែចិញ្ចឹមចិត្តនៅតែចិញ្ចឹមមហិច្ឆតាចង់ឈ្លានពានលើទឹកដីកម្ពុជានៅថ្ងៃណាមួយនោះសង្គ្រាមក៏វានឹងកើតឡើងដូចគ្នាលើពីនេះទៅទៀតប្រសិនណាបើស្ថានភាពពិភពលោកអាចប្រែប្រួលក្នុងកម្រិតមួយដែលអាចរុញច្រានបណ្ដាប្រទេសនានាឲ្យផ្ទុះសង្គ្រាមសារជាថ្មីបានវាក៏ជាឱកាសដែលអាចឲ្យថៃសម្រេចចិត្តឈ្លានពានកម្ពុជាក៏ថាបានដែរក៏ប៉ុន្តែសម្រាប់កម្ពុជាយើងវិញគឺដាច់ខាតមិនមែនជាតួអង្គដែលបង្កសង្គ្រាមនោះទេហើយចំនួនឬក៏ឫសគល់នៃសង្គ្រាមក៏មិនអាចផ្ទុះឡើងដែរប្រសិនណាបើការកសាងទំនាក់ទំនងល្អរវាងកម្ពុជាថៃដោយសម័យនាពេលបច្ចុប្បន្ននេះក៏ប៉ុន្តែភាគរយនៃចំនួននាថ្ងៃអនាគតនៅតែខ្ពស់ដដែលព្រោះយើងមើលឃើញថាចេតនារបស់ថៃនៅតែចិញ្ចឹមចិត្តបង្កចំនួននៅតាមបន្ទាត់ព្រំដែនដដែលដូច្នេះកម្ពុជាតែងតែកសាងមិត្តភាពផ្សាយទៅគ្រប់ទិសមិនបង្កើតសត្រូវហើយកម្ពុជាក៏មិនចង់បានដីបរទេសណាសូម្បីតែមួយចង្អាមតែកម្ពុជាគឺបដិញ្ញារក្សាការពារនៅដែនដីរបស់ខ្លួនដែលស្របច្បាប់ជាតិនិងអន្តរជាតិជានិច្ចបើការឈ្លានពានណាមួយកើតមានឡើងច្បាស់ណាស់កម្ពុជានឹងឆ្លើយតបឲ្យស័ក្តិសមបំផុតទោះក្នុងតម្លៃណាក៏ដោយដើម្បីបុព្វហេតុជាតិសាសនាព្រះមហាក្សត្រ